សួស្តីបងប្អូននៅឆ្លាញ់ XR ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណុចខ្សោយមួយរបស់ XR ចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាចំណុចខ្សោយនេះគឺជាចំណុចខ្សោយដែលពិសេសជាងគេហើយមិនសូវមានអ្នកចាប់អារម្មណ៍ទេប៉ុន្តែមុននឹងចែករំលែកសូមបងប្អូនជួយចុចបេះដូងឲ្យម្នាក់មួយសិនអញ្ចឹងខ្ញុំចែករំលែកជូនចំណុចខ្សោយរបស់ XR ដែលសំខាន់ជាងគេហើយយើងអត់សូវចាប់អារម្មណ៍គឺវាញ័រទីចាប់ពី80ឡើងទៅគឺម៉ូតូនឹងចាប់ដើមញ័រហើយញ័រមិនមែនញ័រពីដៃយើងអញ្ចឹងទេដល់ថ្នាក់យើងទប់រត់បានទេគឺវាញ័រលក្ខណៈវាញ័រចេញពីម៉ូតូចេញពីម៉ាស៊ីនអញ្ចឹងណាអញ្ចឹងមិនមែនតែម៉ូតូដែលយើងទឹកយូរហើយឬមួយក៏ម៉ូតូដែលធ្លាប់រើហើយឬមួយក៏ម៉ូតូដែលនៅសំណុំស៊ីននៅថ្មីម៉ូតូខ្ញុំចាត់ទុកថាម៉ូតូដែលនៅសំណុំស៊ីននៅថ្មីក៏មកដែរប៉ុន្តែវានៅតែញ័រអញ្ចឹងប៉ុន្តែវាញ័រមិនមែនញ័រជាទឹករត់បានទេគឺញ័រវាវាយប្រែញ័រវាយប្រែនេះគឺវាញ័រពីរត់តាប់ពួកតាប់អញ្ចឹងវាទៅតិចចឹងហើយអញ្ចឹងណាហើយទោះថាមូលហេតុនៃញ័រហ្នឹងគឺវាជាធម្មជាតិរបស់វាតែម្ដងដោយសារអីដោយសារតែបូមម៉ូតូខ្ញុំនៅថ្មីជិះស្រួលទុំស្រួលហើយកក៏នៅតែនៅថ្មីដែរកហ្នឹងគឺអត់មានបញ្ហាអីទេហើយខ្ញុំកហ្នឹងខ្ញុំបានសវិសខ្លាញ់គោរួចហើយនៅកន្លែងបងឆាយ TLC បងប្អូនបី TLC ទៅកន្លែងបងឆាយគាត់សវិសខ្លាញ់គោល្អអញ្ចឹងខ្ញុំសូមប្រម៉ូទកន្លែងបងឆាយទេបងឆាយឃើញចាំជួយខមមិនផងអញ្ចឹងទាំងបូមក្រោយទាំងបូមមុខទាំងម៉ាស៊ីននៅល្អនៅថ្មីហើយកក៏អត់បញ្ហាបូមក្រោយក៏អត់បញ្ហាបូមមុខក៏អត់បញ្ហាប៉ុន្តែចំណុចខ្សោយរបស់ XR ដែលអ្នកដែលឆ្លាញ់ XR ឬមួយក៏អ្នកដែលមានអំណងចង់ទិញ XR ត្រូវតែដឹងហើយត្រៀមចិត្តទុកឲ្យហើយថាវាចូលពេលណាយើងជិះរៀង100គីឡូទូស្ដៃយើងវាស្ពឹកវាញ័រទោះបីយើងជិះផ្លូវល្អវាញ័រជិះផ្លូវដីក៏ញ័រជិះផ្លូវក្នុងព្រៃក៏ញ័រដែរឲ្យតែយើងជិះលបឿនចាប់ពី80ឡើងទៅគឺវាញ័រចឹងហើយខ្ញុំសួរ AI ខ្ញុំឆែកមើលឯកសារហើយខ្ញុំសួរជាងហើយខ្ញុំសួរមិត្តភក្តិដែលគាត់ជិះគឺធម្មតាគឺវាញ័រអញ្ចឹងតែខ្ញុំបញ្ជាក់ម្ដងទៀតជូនបងប្អូនថាវាមិនមែនញ័ររហូតដល់យើងគ្រប់គ្រាន់បានទេវាគ្រាន់តែគឺដូចតាប់អញ្ចឹងតិចទេវាមិនញ័រចកោតញ័របូមញ័រអីទេព្រោះខ្ញុំជិះដល់80 100ខ្ញុំជិះដៃមួយក៏អត់អីដែរមុននឹងហើយឡើងដល់ជិះដល់80លែងដៃក៏អត់អីដែរអត់មានបញ្ហាទេអញ្ចឹងចំណុចពិសេសចំណុចខ្សោយរបស់ XR ខ្ញុំរកឃើញមួយចំណុចហ្នឹងហើយនៅមានមួយចំណុចទៀតខ្ញុំនឹងចេញវីដេអូទៀតចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនឆ្លាញ់ការចែករំលែកសូមជួយឲ្យបេះដូងមួយហើយនឹងពីលីងឲ្យម្នាក់មួយផងដើម្បីឲ្យអ្នកផ្សេងបានស្គាល់អរគុណ